ក្នុងនេះសំយ៉ាខ្ញុំញាតមើលនៅសម្ដេចតេជោប្រមុខរដ្ឋាភិបាលកូនក៏ស្អាតហៅពុកហៅម៉ែទាំងអស់ពុកហៅម៉ែទាំងអស់ញ៉ាអាត្មានៅសៀមរាបនេះឯកឧត្តមខេងសមេហៅពុកហៅម៉ែទាំងអស់កណ្ដាលវងណាដែរអញ្ចឹងវាធ្លាប់តែមកដល់លឺហៅពុកហៅម៉ែទៅអ្នកដទៃទៀតដូចភ្ញាក់ដែរបើអញហៅប៉ាម៉ាក់ស្អីម៉ាមីទេទីអានោះលឺពុកលឺម៉ែភ្ញាក់ដែរពេលញោមថាសំដីហៅពុកហៅម៉ែភាសាអ្នកស្រែទេភាសាអ្នកស្រែភាសាអ្នកក្រុងនេះណាគឺគេពោលដោយតែគ្នាប៉ុន្តែអ្នកក្រុងមិនได้នាំបំបត្តិអ្នកក្រុងមិនได้នាំបំបត្តិឲ្យខូចខាតវានៅភាសាប៉ាម៉ាក់ម៉ាមីទេនេះដល់ទៅស្រុកព្រៃហ្នឹងញោមណាដល់ទៅស្រុកព្រៃជនបទអាត្មាទៅលឺកូនអ្នកព្រៃអោប៉ាម៉ាក់ភ្ញាក់បងចូលរុកជ្រៅសម្បើមតានឹងដល់ទៅចំកាត់មាត់ញោកស្រុកស្រែជនបទហ្នឹងចូលដល់វិជាក្រោតនៅអស់បើឡូវនិយាយប៉ុណ្ណឹងចាស់បងគឺស្ដាស់ទឿនការរំលឹកបន្តិចបងក្នុងនាមជាអ្នករួមជាតិរួមជាតិជាមួយគ្នាពូជពងកម្ពុជាខេមរៈបតដូចគ្នាណាបងកម្ពុជាបតខ្មែរដូចគ្នាទាំងអស់ដាស់តឿនការរំលឹកគ្នាឲ្យភ្ញាក់រលឹកឡើងនៅក្នុងកម្មវិធីបុណ្យពោលដែលយោមញាតិគ្រប់គ្នាអស់បានប្រគេនផ្លាត់ចំពោះព្រះសង្ឃជានៅឆ្នាំជាគម្រប់ទី4នេះម្ល៉េះធ្វើទេសនាក្នុងឱកាសនេះអាត្មាសូមលើកយកអំពីបរតនត្រ័យទាំង3នៅក្នុងពុទ្ធសាសនានេះព្រោះយើងពុទ្ធបរិស័ទអ្នកកាន់ពុទ្ធសាសនានេះត្រូវស្គាល់នៅបរតនត្រ័យទាំង3នេះឲ្យច្បាស់លាស់បងឲ្យច្បាស់លាស់ព្រោះនឹងជាមូលដ្ឋានជាឫសជាគល់នៃពុទ្ធសាសនានៅក្នុងបរតនត្រ័យ3ហ្នឹងឯងសម្រាប់ញោមញាតិពុទ្ធបរិស័ទគ្រប់រូបទាំងអស់អត់ស្គាល់ទេបរតនត្រ័យមិនស្គាល់ទេបងស្គាល់ថាពុទ្ធប្រទើអប្រសង្ឃដូចថាអញ្ចឹងក៏ថាតាមគេទៅតែមិនដឹងថាពុទ្ធហ្នឹងជាអ្វីបើចើក្នុងឱកាសថ្ងៃនេះលើកយករតនត្រ័យទាំង3មកសម្ដែងជំរាបជូនដល់ញោមញាតិជាពុទ្ធបរិស័ទពោលដើម្បីឲ្យយល់ដឹងអំពីពុទ្ធរតនត្រ័យដែលជាមូលដ្ឋានជាប្រភពនៃពុទ្ធសាសនាឱកាសថ្ងៃនេះក៏មានញោមញាតិពុទ្ធបរិស័ទច្រើនអញ្ជើញមកពីរាជធានីភ្នំពេញក្នុងសៀមរាបនេះអត់មានទេបងសត្វអ្នកភ្នំពេញទាំងអស់ដោយញោមញាតិទាំងអស់មានសទ្ធាជ្រះថ្លាបានមកប្រគេនផាតាហាចំពោះព្រះភិក្ខុសង្ឃដែលគង់ចាំព្រះវស្សានៅក្នុងវត្តរាជបូរនេះការប្រគេននៅផាតាហានេះគឺឆ្នាំទី4ហើយអញ្ចឹងហ៎បងឆ្នាំទី4ហើយញោមញាតិពុទ្ធបរិស័ទដែលអញ្ជើញមកក្នុងថ្ងៃនេះគឺសម្ដែងនៅភាពជាខ្មែរជាកម្ពុជាបតជាខេមរៈបតដោយបានទ្រទ្រង់នៅសម្លៀកបំពាក់ទាំងប្រុសទាំងស្រីជាវប្បធម៌របស់ជាតិអាត្មាភាពមានសេចក្តីរំភើបក្នុងទឹកចិត្តក្រៃលែងក៏ได้ឃើញញោមញាតិពុទ្ធបរិស័ទបានសម្ដែងនៅសម្លៀកបំពាក់ជាវប្បធម៌របស់ជាតិញោមញាតិពុទ្ធបរិស័ទតែងតែពោលថាខ្ញុំស្នេហាជាតិស្រឡាញ់ជាតិគេស្នេហាស្រឡាញ់ញោមញាតិពុទ្ធបរិស័ទដឹងទេតែក្នុងជាតិនឹងមានអីខ្លះក្នុងជាតិនឹងមានភាសាមានអក្សរសាស្ត្រមានទំនៀមទម្លាប់ប្រពៃណីវប្បធម៌មាន
សិល្បៈដូរតន្ត្រីហើយនឹងសម្លៀកបំពាក់សម្បែបយ៉ាងទាំងអស់នេះជារបស់ជាតិហើយញោមញាតចិត្តតែស្រែកតែស្នេហាជាតិស្នេហាជាតិគ្រប់តែគ្នាប៉ុន្តែនៅក្នុងជាតិមានអីហ្នឹងអត់ដឹងទេបងកវិតកវេកបោះបង់ចោលអស់វិញបងអាត្មាភាពដែលជាអ្នកមានទឹកចិត្តស្នេហាចំពោះជាតិហ្នឹងក៏ឃើញញោមញាតពុទ្ធបរិស័ទលះបង់អស់តាំងពីសម្លៀកបំពាក់តាំងពីភាសាទំនៀមទម្លាប់ប្រពៃណីវប្បធម៌ដូរតន្ត្រីចោលអស់នេះភាសាខ្មែរគេហៅលោកឪពុកអ្នកម្ដាយបាត់អស់នេះថ្ងៃសតបាម៉ាមីដេឌីអីពេញប្រទេសជាតិខ្ញុំគិតមកបាត់ភាសាជាតិអស់លេងវិញញោមញាតថាស្នេហាជាតិអាត្មាចង់សុំเป็นបានញោមញាតទាំងអស់គ្នាដែលបានមកជួបជុំកកក្នុងនាមជាអ្នករួមជាតិអាត្មាក៏រួមជាតិជាមួយញោមដែរមិនមែនញោមញាតនៅភ្នំពេញផ្សេងអាត្មានៅសៀមរាបផ្សេងទេណាហ្នឹងពុះខ្សែស្រឡាយចង់សុំញោមញាតសុំឲ្យកែភាសាចេញហើយទៅបោះបង់ភាសាដែលជាកម្ពូលនឹងទៅទៀតលោកឪពុកអ្នកម្ដាយជាកម្ពូលរបស់កូនប្រុសស្រីនឹងអ្នកក៏វិញចោលអស់លីទៅយកម៉ាមីដេឌីប៉ាឯណាម៉ាក់ឯណាមកហៅពេញស្រុកពេញស្រែអូអាត្មាវាតែម្នាក់ឯងស្រែកទៅមិនកើតក៏ស្រែកមិនកើតបើចង់សុំเป็นបានញោមអរអ្នកសុំឲ្យកែប្រែភាសារបស់ជាតិមកប្រកបឲ្យកូនហៅថាលោកឪពុកអ្នកម្ដាយអញ្ចឹងទៅពេញតែបើលុបអានឹងចោលអ្នកអាត្មាសុំអញ្ចឹងណាញោមញាតណាអូនេះស្ងាត់មាត់អត់មានទេប្រកេណាว่าនឹងលះបង់ចោលភាសាដែលជាកម្ពូលលើគេនឹងឯងបងវិញញោមញាតមិនបានជាគិតស្មានតែស្រួលមិនស្រួលទេណាញោមពួកបរទេសគេមកយ៉ាងអាមេរិកកាំងគេឮកូនខ្មែរហៅម៉ែអើនោះប៉ាម៉ាមីដេឌីថាតែអានឹងភាសាអញតើមិនខ្មែរទៅលួចយកមកប្រើញោមតែគេថាអញ្ចឹងមកហើយគេថាភាសារបស់អញរឿងអញខ្មែរទៅលួចយកមកប្រើអត់ต้องសុំអញផងណាយល់ជាគាត់មកណាស់មួយចាំសូមឲ្យយើងមានសតិសម្បជញ្ញៈទាំងអស់គ្នាយើងអ្នកស្នេហាជាតិថែរក្សាចឹងដូចជាសម្លៀកបំពាក់ជាដើមញោមញាតមើលតើបានញោមញាតអស់គ្នានេះសំដែងឲ្យក្មេងៗឃើញទីឃើញក្មេងៗនេះអត់ដឹងអីអ្វីដែលជាសម្លៀកបំពាក់ប្រពៃណីរបស់ជាតិទេណាញោមញាតហើយបានញោមញាតសំដែងជាក្នុងពិធីបុណ្យអាត្មាសូមអធិស្ឋានដូចជាសំដែងឲ្យក្មេងៗមកឃើញស្គាល់បងសម្លៀកបំពាក់យើងសំបីបរទេសអឺរ៉ុបអាមេរិកក៏គេស្រឡាញ់គេថាសម្លៀកបំពាក់របស់ខ្មែរស្លៀកទៅឃើញស្អាតសុភាពរៀបសារសុគាត់សង្គមរៀបរយគួរឲ្យមានចិត្តមេត្រីថាស្អីទៅស្អាតក៏ស្អាតដោយសមរម្យមើលទៅស្ងប់ស្ងៀមហើយសម្លៀកបំពាក់ខាងអឺរ៉ុបមើលទៅដូចឆើតឆាយពេកបាទហ្នឹងចឹងឆើតឆាយពេកនឹងរឿងមួយដែលសូមឲ្យញោមញាតថែរក្សាសម្លៀកបំពាក់ប្រពៃណីនេះក្នុងពិធីបុណ្យផ្សេងសូមឲ្យស្លៀកហ្នឹងបងវាគ្មានអ្នកណាអ្នកនាំបើមានអ្នកនាំទៅធ្វើទាំងអស់គ្នាបងថែរក្សាឡើងវិញបងកុំឲ្យបាត់បង់យើងប្រើតែសម្លៀកបំពាក់បរទេសមុនដំបូងយើងប្រើចិត្តសម្លៀកបំពាក់ចិនដែលយកថាខោចែវខោអាចារ្យណាបើចិនណាចូលទៅនៃពួននោះបើចិនដែរខោចង្កែដល់លោកបាត់អាខោចែវខោអាចារ្យអស់លោកសិតតែខោអាវសម្លៀកបំពាក់អឺរ៉ុបទាំងអស់បាត់អស់ណាយើងប្រើតែផអឺរ៉ុបទេបាត់អស់ឲ្យខ្មែរនេះជាការ
ដោយថារំលឹកក្រានរំលឹកដល់ញោមទាំងអស់គ្នាឲ្យគិតទាំងអស់គ្នាបងរួចដូចជាដូរតន្ត្រីទៀតដូរតន្ត្រីភ្លេងប្រពៃណីភ្លេងអីជាបោះជាអត់ចូលចិត្តចិត្តតែអកកេះណាលេងទៅបែកស្រុកបែកស្រែថ្ងៃហ្នឹងហើយថ្ងៃហែកឋិននៅស្រុកនៅខេត្តសៀមរាបនោះតាមជនបទអូធំអីអកកេះនៅឡាន4បាននោះបាច់ស្រុកបែកស្រែនេះបាត់ខ្មែរអស់នេះញញឹមមកក៏ចាទៅភ្លេងពិណពាទ្យភ្លេងប្រពៃណីរបស់ជាតិអីបាត់អស់នេះដល់អ្នកណាចាប់អារម្មណ៍ទេមានសមឲ្យយើងនិយាយពីផ្នែកប្រពៃណីរបស់ជាតិនិយាយប៉ុណ្ណាចុះក៏បន្តិចដាស់តឿនប៉ុណ្ណាចុះភាសាលោកឪពុកអ្នកម្ដាយនឹងមួយមិនគួរឲ្យបាត់ទេបងអត់គួរបាត់ទេនេះសំយ៉ាខ្ញុំញាតិមើលនៅសម្ដេចតេជោប្រមុខរដ្ឋាភិបាលកូនក៏ស្អាតហៅពុកហៅម៉ែទាំងអស់ពុកហៅម៉ែទាំងអស់ញ៉ាអាត្មានៅសៀមរាបនេះឯកឧត្តមខេងសម័យហើយពុកហៅម៉ែទាំងអស់កណ្ដាលវងណាដែរអញ្ចឹងវាធ្លាប់តែបាក់មកដល់ឮហៅពុកហៅម៉ែទៅអ្នកដទៃទៀតដូចភ្ញាក់ដែរបើអញហៅប៉ាម៉ាក់ស្អីម៉ាមីដេទីអានោះឮពុកលោកម៉ែភ្ញាក់ដែរពេលញោមថាសំដីហៅពុកហៅម៉ែភាសាអ្នកស្រែទេភាសាអ្នកស្រែភាសាអ្នកក្រុងនេះណាគឺគេពោលដូចតែគ្នាប៉ុន្តែអ្នកក្រុងមិនได้នាំបំបត្តិអ្នកក្រុងមិនได้នាំបំបត្តិឲ្យខូចខាតវាឥឡូវភាសាប៉ាម៉ាម៉ាក់ម៉ាមីដេទីដល់ទៅស្រុកព្រៃហ្នឹងញោមណាដល់ទៅស្រុកព្រៃជនបទអាត្មាទៅឮកូនអ្នកព្រៃអោប៉ាម៉ាក់ភ្ញាក់បងចូលរុកជ្រៅសម្បើមតានឹងដល់ទៅចំកាត់មាត់ញោកស្រុកស្រែជនបទហ្នឹងចូលដល់វិជាក្រោតនៅអស់បើឡូវនិយាយប៉ុណ្ណឹងចាស់បងក៏ដាស់តឿនការរំលឹកបន្តិចបងក្នុងនាមជាអ្នករួមជាតិក៏រួមជាតិជាមួយគ្នាពូជពងកម្ពុជាខេមរៈបតដូចគ្នាណាបងកម្ពុជាបតខ្មែរដូចគ្នាទាំងអស់ដាស់តឿនការរំលឹកគ្នាឲ្យភ្ញាក់រលឹកឡើងនៅក្នុងកម្មវិធីបន់ពោលដែលយកញាតិគ្រប់គ្នាអស់បានប្រគេនផ្លាត់ចំពោះព្រះសង្ឃជានៅឆ្នាំជាគម្រប់ទី4នេះម្ល៉េះធ្វើទេសនាក្នុងឱកាសនេះអាត្មាសូមលើកយកអំពីបរតនត្រ័យទាំង3នៅក្នុងពុទ្ធសាសនានេះព្រោះយើងពុទ្ធបរិស័ទអ្នកកាន់ពុទ្ធសាសនានេះត្រូវស្គាល់នៅបរតនត្រ័យទាំង3នេះឲ្យច្បាស់លាស់បងឲ្យច្បាស់លាស់ព្រោះនឹងជាមូលដ្ឋានជាឫសជាគល់នៃពុទ្ធសាសនានៅក្នុងបរតនត្រ័យ3ហ្នឹងឯងសម្រាប់ញោមញាតិពុទ្ធបរិស័ទគ្រប់រូបទាំងអស់អត់ស្គាល់ទេបរតនត្រ័យមិនស្គាល់ទេបងស្គាល់ថាពុទ្ធប្រទើប្រសង្ឃនឹងនិយាយថាអញ្ចឹងក៏ថាតាមគេទៅតែមិនដឹងថាពុទ្ធនឹងជាអ្វីបើចាក្នុងឱកាសថ្ងៃនេះលើកយករតនត្រ័យទាំង3មកសម្ដែងជំរាបជូនដល់ញោមញាតិជាពុទ្ធបរិស័ទពោលដើម្បីឲ្យយល់ដឹងអំពីពុទ្ធរតនត្រ័យដែលជាមូលដ្ឋានជាប្រភពនៃពុទ្ធសាសនារតនៈនេះប្រែមកជាខ្មែរថាវត្ថុដែលធ្វើឲ្យទឹកចិត្តរបស់ពុទ្ធបរិស័ទទាំងឡាយមានសេចក្តីរីករាយអត់អំពីសេចក្តីទុក្ខចិត្តរីករាយសប្បាយគេហៅថារតនៈត្រៃហ្នឹងមាន3ត្រៃប្រែជាភាសាខ្មែរថា3អានឹងភាសាសំស្ក្រឹតរតនត្រ័យក្នុងពុទ្ធសាសនានេះមាន3ទី1គឺព្រះពុទ្ធទី2គឺព្រះធម៌ទី3គឺព្រះសង្ឃនេះរតនត្រ័យទាំង3ឃើញញោមញាតិស្គាល់ដឹងទេថាព្រះពុទ្ធជាអ្វីទេថាអត់ដឹងទេតែសួរដឹងត្រឹមតែព្រះពុទ្ធពាក្យថាព្រះពុទ្ធប៉ុណ្ណឹងឯងបើចឹងឯណែមិនទុកឲ្យញោមញាតិនោះមិនដឹងតទៅទៀតទេត្រូវតែប្រាប់ត្រូវតែបញ្យល់ញោមញាតិឲ្យស្គាល់នៅពុទ្ធរតនៈពុទ្ធ
ព្រះពុទ្ធនេះមិនមែនជាអតិទេពមិនមែនជាទេវតាប្អិនប្រព្រំណានៅក្នុងឋានសួគ៌ណាមិនមែនទេណាញោមញាណព្រះពុទ្ធនឹងជាមនុស្សដូចយើងដែរព្រះអង្គមាននគរមានស្រុកមានទីច្បាស់លាស់ក៏នគរដែលព្រះអង្គនៅនោះឈ្មោះនគរកបិលពស្តុពីសម័យពុទ្ធញោមញាណទៅឥណ្ឌាធម្មយាត្រាទៅមានទៅដល់នគរកបិលពស្តុទីវេទនគរតែសប្តាហ៍ថ្ងៃខាងនេប៉ាល់ផ្លាស់ដូរឈ្មោះនឹងជាទីលំនៅស្រុកទេសរបស់ព្រះពុទ្ធសូមបញ្ជាក់ឲ្យណាញោមញាណមនុស្សដូចតែយើងជាឯព្រះពុទ្ធមិនទេវតាអិនព្រមទេឈ្មោះកំណើតនៅពីកុមារមេដាបេដាពូជពងវងត្រកូលប្រសិទ្ធឈ្មោះឲ្យតែងតាំងឈ្មោះឲ្យឈ្មោះថាសិទ្ធត្ថហើយយើងថាសិទ្ធត្ថជាភាសាបាលីប្រែជាខ្មែរថាអ្នកដែលធ្វើប្រយោជន៍អ្នកដែលធ្វើប្រយោជន៍ឲ្យសម្រេចឬអ្នកដែលធ្វើបំណងឲ្យសម្រេចបានប្រែជាខ្មែរមានន័យយ៉ាងចឹងឈ្មោះថាពុទ្ធៈនេះមិនមែនជាឈ្មោះទេវតាអិនព្រំម៉ែឪវិណាប្រទានឲ្យទេឈ្មោះថាពុទ្ធៈនឹងបានពីការត្រាស់ដឹងរបស់ព្រះអង្គនៅថ្ងៃ15កើតខែវិសាខដែលត្រាស់ដឹងនៅសព្ជាសព្វញ្ញុពតក្រមដើមពោធិព្រឹក្សណាឈ្មោះថាពុទ្ធៈនេះមានប្រកាសដល់តួអង្គរបស់ព្រះសម្មាសម្ពុទ្ធហើយថាតើពាក្យថាពុទ្ធៈហ្នឹងបើប្រែជាភាសាខ្មែរបានន័យថាម៉េចបើយើងប្រែជាភាសាខ្មែរពុទ្ធៈប្រែជាខ្មែរថាលោកអ្នកត្រាស់ដឹងលោកអ្នកដឹងលោកអ្នកចាក់ធ្លុះដោយបញ្ញាញាណពុទ្ធលោកមានបញ្ញាដឹងគ្រប់ទាំងអស់ចឹងអ្វីក៏គ្មានសល់គ្មានចន្លោះក្នុងព្រះអង្គទេសំបីតែចិត្តរបស់ញោមញាតគ្រប់គ្នាហ្នឹងកំពុងតែអង្គុយនេះគិតនឹករលឹកទៅណាបុគ្គលលោកដឹងថាអូហ្នឹងបុគ្គលនេះនៅកំពុងតែនឹកស្រមៃទៅណែទៅណាលោកយកដឹងទាំងអស់ហើយលោកដឹងអំពីការចិត្តបដិសន្ធិការស្លាប់ការកើតរបស់សត្វទាំងអស់អត់ដឹងថាសត្វនេះស្លាប់ពីនេះទៅកើតឯណារិចមកពីណាមកកើតនៅកន្លែងនេះលោកដឹងជ្រាបដឹងទាំងអស់កាលវេលាទាំង3លោកជ្រាបដឹងទាំងអស់អត់មានអ្វីដែលសេសសល់ទេនេះឈ្មោះថាពុទ្ធៈបើសិនណាពុទ្ធនឹងលោកជាខ្មែរយើងអត់មានពាក្យថាពុទ្ធៈទេគឺយើងត្រូវហៅលោកថាលោកអ្នកត្រាស់ដឹងអ្នកចាក់ទលុះដោយបញ្ញាញាណឬញោមញាតពុទ្ធបរិស័ទនៅក្នុងពុទ្ធគុណនាម10ហ្នឹងណាតែថាសត្ថាទេវមនុស្សានੰព្រះអង្គជាគ្រូរបស់ទេវតានិងមនុស្សធ្វើគ្រូគេតែចេះដឹងច្រើនជាងគេបើបានធ្វើគ្រូគេបានណានឹងពាក្យថាព្រះអង្គជាគ្រូសត្ថាទេវមនុស្សានੰហើយមួយទៀតថាលោកកវិទូព្រះអង្គជ្រាបច្បាស់នៅត្រៃលោកទាំង3ជ្រាបអស់សង្ខារលោកសត្វលោកនិងឱកាសលោកទាំង3ហ្នឹងសង្ខារលោកគឺទីដែលប្រជុំតបតែងនៅសង្ខារទាំងឡាយនោះមានដើមឈើរុក្ខជាតិដីទឹកភ្លើងខ្យល់ទាំងអស់ព្រះអង្គជ្រាបទាំងអស់ដូចយ៉ាងដីទឹកភ្លើងខ្យល់ខាងលទ្ធិសាសនាព្រាហ្មណ៍គេថាទេវតាអ្នកបង្កើតទឹកបង្កើតដីភ្លើងខ្យល់មានម្ចាស់អាស្រ័យបានជាក្នុងសាសនាព្រាហ្មណ៍កាលណាគេធ្វើអីត្រូវការប្រើប្រាស់ដីទឹកគេសុំអនុញ្ញាតពីអាទិទេពទេវតាអ្នកបង្កើតសុំអ្នកម្ចាស់បើកាលណាបានសុំទេទេវតាហ្នឹង
มันสบายใจถ้าយើងទៅលួចយកប្រើมันប្រាប់มันឲ្យតំណែងសាសនាព្រាហ្មណ៍តែសម្រាប់ពុទ្ធទេដីទឹកនឹងខ្យល់មានអាណាបង្កើតថាធម្មជាតិរបស់វាកើតខ្លួនឯងវាខុសគ្នាចឹងប៉ុន្តែពីរឿងការកើតឡើងនៃដីទឹកភ្លើងអាត្មាសម្ដែងធ្វើច្រើនហើយអ្នកបង្អស់មានខ្ញុំមានស្ដាប់តាមហ្នឹងទៅយល់ហើយប្រពន្ធលោកណែស្អីកើតមុនគេនោះបើថ្ងៃនេះមិនសម្ដែងប្រាប់ទេខ្ញុំឲ្យខូចពេលខូចវេលាក៏គ្រាន់តែប្រាប់ថាហ្នឹងសង្ខារលោកកើតទី2សត្វលោកគឺទីដែលសត្វកើតទីសត្វកើតមានមនុស្សលោកនេះឋានមនុស្សទេវលោកឋានទេវតាព្រហ្មលោកក្នុងឋានព្រហ្មណាហើយនឹងយមលោកនៅនរកប្រែតេឆានលោកនឹងព្រះអង្គជ្រាបទាំងអស់ឃើញច្បាស់ដោយបញ្ញាញាណដឹងទាំងអស់ទី3ឈ្មោះថាឱកាសលោកកាលលោកគឺទីប្រទេសដែលវាដាច់ពីគេលំហទាំងអស់អត់មានអីទេមានអាកាសទេប្រទេសក៏លោកជ្រាបដែរនេះថាលោកវិទូជ្រាបច្បាស់នៅត្រៃលោកឥឡូវអាត្មាលើកឧទាហរណ៍ហើយខ្ញុំនិយាយស្ដាប់អ្នកវិទ្យាសាស្ត្រលោកីបច្ចុប្បន្នគេទៅខៃផែនដីខៃភ្នំអីទាំងអស់គេយកជាតិរ៉ែហ្នឹងយកមកពិនិត្យមើលថារ៉ែនេះមានមេរ៉ែនេះមានសំណរ៉ែនេះមានប្រេងកាតហើយគេមកពិនិត្យមើលហើយដែកអីទាំងអស់តែព្រះសម្មាសម្ពុទ្ធអត់ពិបាកទៅឃុំទៅខៃអីទេគ្រាន់តែព្រះអង្គគង់ឲ្យរំពឹងគិតមើលបើសំបីផែនដីប្រព័ន្ធឯមើលចាក់លុះផែនដីទាំងអស់ថ្មភ្នំដែលតាន់ដែរគឺព្រះអង្គមើលទម្លុះក្នុងភ្នំនោះមានអីហ្នឹងនេះថាញាណដែលព្រះអង្គនោះដឹងគឺដឹងយ៉ាងដល់រួចមួយទៀតពុទ្ធៈនេះពុទ្ធៈនេះប្រាមានអត្តន័យថាលោកត្រាស់ដឹងនៅអ្វីដែលអាកំបាំងណាដែលមនុស្សទាំងឡាយអត់ដឹងទេដែលអាកំបាំងបំផុតគឺសច្ចៈធម៌4អរិយសច្ចៈហើយនឹងមគ្គផលនិព្វានជាធម៌ដែលកំបាំងអិតមានណាស់ដឹងទេអានេះបានជាពួកខាងសាសនាព្រហ្មសាសនាព្រាហ្មណ៍គេរកព្រះនិព្វានអត់ឃើញរកមគ្គព្រះនិព្វានអត់ឃើញមគ្គផលនិព្វានមិនគេថាឲ្យវាគ្មានអ្នកណាទេមានត្រឹមព្រហ្មដែរព្រហ្មអត់រូបនៅខ្ពស់ជាងគេហើយនេះសញ្ញានេះសញ្ញាយតនៈស្អីព្រហ្ម4អត់រូបនោះ4ជើងគេថាខ្ពស់បំផុតឯងយកគ្មាននិព្វានឯណាទៀតទេព្រហ្មពុមិឆាទិដ្ឋិមកពីខ្លួនរកអត់ឃើញវាទៅត្រឹមហ្នឹងឯងតាមបានទេដោយអឡារៈតបោះពុទ្ធកតបោះទៅនៅត្រឹមព្រហ្មហ្នឹងឯងអត់ទន្លុះទៅទេវមិនរួចនឹងបានរសមានពលលោកត្រាស់ដឹងឡើងថាគួរទៅប្រោះណាមុនដល់ប្រមាណមើលទៅគួរទៅប្រោះអឡារៈតបោះនិងឧត្តកតបោះអញ្ចឹងទៅគិតទៅប្រោះអឡារៈតបោះថាលោកសុគត7ថ្ងៃមុនព្រះអង្គត្រាស់ដឹងបានលោកកើតសង្វែងអឡារៈតបោះមិនមាននិស័យបច្ច័យនឹងសាសនារបស់លោកសំណោះនោះជាគ្រូដែលប្រពន្ធទៅរៀនហើយនឹងឧត្តកតបោះគឺតែគិតថាអឡារៈតបោះសុគត7ថ្ងៃមុនអញ្ចឹងរំពឹងថាគួរទៅណាទៀតថាទៅប្រោះឧត្តកតបោះរំពឹងតែក៏ក្នុងពេលថាមានទេវតាក្រាបទូលក្នុងពីនិយាយថាឧត្តកតបោះគាត់សុគតយប់មាញ់យ៉ាងហើយមុនដែលព្រះអង្គត្រាស់ដឹងណាព្រះអង្គត្រាស់ដឹងព្រឹកឧត្តកតបោះសុគតពីល្ងាចបានលោកកើតសេចក្តីសង្វេគអូយតបោះទាំងពីរមិនមាននិស័យបច្ច័យលោកត្រូវលោកបានប្រោសអត់បានទៅទេគឺតបោះទាំងពីរប្រពន្ធលោកទៅរៀនឯមិនបងរៀនវិជ្ជាដល់រៀនទៅលោកពិចារណាទៅវិជ្ជានេះมันអាចត្រាស់ដឹងបានទេក៏លោកលះបង់ចោលដើរចេញទៅស្វែងរកខ្លួនឯងនោះតាមបានណាដែលដឹងធ្វើអាកំបាំងដូចជាសច្ចៈធ្វើ4នេះមគ្គផលនិព្វានខុសពីប្រពន្ធអត់មានណាដឹងទេ
banដឹងត្រឹមតែព្រំអត់រូបបាក្រោមគេថាទើអស់ប៉ុណ្ណឹងហើយថាហ្នឹងហើយកន្លែងនេះពៀនសពរបស់គេណាគេប្រកាន់ណាស់ចឹងមិនឈ្មោះទី1ទី2ឈ្មោះថាអ្នកភ្ញាក់ពពុទ្ធលោកភ្ញាក់លោកអត់ដែលរលត់ទេសតិសម្បជញ្ញៈរបស់លោកសំបីតលោកទុំដល់ពេលលោកសម្រាប់មិនសម្រាប់ដូចយើងទៅដាក់ទៅសមុកងោនោះគេថាវារលត់ដែររលត់សតិប្រពន្ធអត់អញ្ចឹងទេពេលដែលលោកសម្រាប់លោកចម្រើនចូលទៅកាន់ឈានចូលទៅកាន់ឈានទៅសម្រាប់ក្នុងឈានណាសម្រាប់អញ្ចឹងលោកសំងំនៅស្ងៀមសូអីលឺអីណាធ្វើអីក៏ដឹងដែរវាអត់រលត់សតិនៅជានិច្ចគេថាលោកអ្នកភ្ញាក់នឹងដល់យើងរលត់បានតែប្រពន្ធលោកមានសតិរលឹកបាននឹងសម្បជញ្ញៈសេចក្តីដឹងខ្លួនបានគ្រប់អត់ចេះរលត់ទេនេះប្រពន្ធមួយទៀតឈ្មោះថាលោកអ្នករីចិត្តរបស់លោកតែលោកកំចាត់កិលេសអស់ហើយរីដូចជាផ្កាឈូករីគ្រប់សត្វតែណាដោយសារចិត្តអស់កិលេសគ្មានអីឲ្យពលពតក្នុងចិត្តទេវាស្អាតចេះនេះឈ្មោះថាពុទ្ធនឹងប្រែបានអត្តន័យចឹងបងអាត្មាជំរាបថាបើពុទ្ធនឹងជាខ្មែរយើងគ្មានទេពាក្យថាពុទ្ធហ្នឹងបើនឹងភាសាបាលីបើថានឹងពុទ្ធជាខ្មែរយើងអាចហៅលោកអ្នកត្រាស់ដឹងលោកអ្នកដឹងចឹងបងសម្រាប់ពួកអឺរ៉ុបគេទទួលស្គាល់ពុទ្ធគេកាន់សាសនាគ្រិស្តបានពួកវិជាសាគេទទួលស្គាល់គេថាពុទ្ធសាសនារបស់ពុទ្ធមិនមែនជាជំនឿទេណាមិនគ្រាន់តែដឹកនាំមនុស្សឲ្យជឿដោយសាសនាព្រាហ្មណ៍សាសនាអីទេណាពុទ្ធមិនចឹងទេវាពុទ្ធមិនមែនពួកអាហ្នឹងទេភាសាបារាំងដែលពុទ្ធសាសនានេះជាមិនមែនជាជំនឿតែមិនមែនជា religion ទេមិនមែនជំនឿទេពុទ្ធនឹងជា philosophy បារាំងគេថា philosophy គឺទស្សនៈវិទូគឺមានបញ្ញាចាក់ពុះដឹងទាំងអស់ត្រង់ហ្នឹងអាត្មាសូមជម្រាបថាដែលគេជ្រះថ្លានឹងពុទ្ធមិនជ្រះថ្លាដោយរិទ្ធដោយអំណាចដែលជាបដិហាអីទេរិទ្ធអំណាចដែលជាបដិហាព្រះអង្គមានមែនតែព្រះអង្គមិនយកមកសម្ដែងប្រាប់គេថាខ្លួនឯងអ្នកមានរិទ្ធិអំណាចចេះអត់ទេរិទ្ធអំណាចហ្នឹងប្រើព្រះអង្គប្រើតែក្នុងកាលខ្លះដែលត្រូវផ្ចាញ់ពួកនិក្រណដែលគេបៀតបៀនខ្លាំងទៅផ្ចាញ់ដោយបដិហាសម្ដែងបដិហាផ្ចាញ់ទៅដល់ទៅពីហ្នឹងគឺអត់មកប្រើលោកមិនដែលនិយាយពីរិទ្ធផងសំបីអរហន្តសាវកដែលលោកបានសម្រេចឈានកើតក៏អីសម្ដែងលោកអត់ឲ្យសម្ដែងទេណាអត់ឲ្យសម្ដែងព្រោះនឹងនាំឲ្យមនុស្សជឿជ្រុលជ្រើមវាអត់បានប្រយោជន៍អីផងមិនមែនឆ្លងរួចពីទុកឯណាទៅកាន់មេផលនិព្វានបានដោយសារនោះវាអត់ទេលោកអត់ឲ្យសម្ដែងទេអត់ឲ្យសម្ដែងទេនឹងសូមឲ្យញោមញាជ្រាបចឹងរឿងដែលត្រូវសម្ដែងគឺតែអំពីអរិយមគ្គសិលសមាធិបញ្ញាតែឲ្យយើងសម្ដែងតែរិទ្ធអត់ណាសម្ដែងនោះសូមឲ្យញោមញាជ្រាបម្ល៉េះហើយក្នុងទីនេះបញ្ជាក់ប្រាប់ញោមញាតថាញោមញាតគោរពជ្រះថ្លានឹងពុទ្ធនេះគឺជ្រះថ្លានឹងបញ្ញាទេតែបានញោមបញ្ញាដល់ក្រៃលែងដែលគ្មានមនុស្សទេវតាណាដែលមានបញ្ញាស្មើនឹងព្រះអង្គអត់មានទេអានេះគេប្រាប់ញោមឲ្យច្បាស់ហើយញោមជឿមិនដឹងទេណាបងបើអាត្មានាំយកសេចក្តីពិតរបស់ពុទ្ធមកសម្ដែងប្រាប់ញោមញាតចឹងកាលញោមញាតទៅជឿរិទ្ធជឿបារមីគួងសួងបន់ស្រន់ហ្នឹងគ្មានទេណាអានឹងសូមឲ្យជ្រាបចឹងគឺមានបញ្ញាឥឡូវអាត្មាលើកពីពួកព្រាហ្មណ៍ឥឡូវលើកពីពួកព្រាហ្មណ៍លើកពីសុភមេណប់នេះជាកូនរបស់តោទិយព្រាហ្មណ៍
តទីព្រាមជាគ្រូព្រាមឪព្រាមបដៅគេបដៅឯងយ៉ាងការសាសនាព្រាមហើយក៏មានកូនមួយជាសុពមាននប់រូបរាងស្អាតសុភៈមាននប់គឺកំឡោះដែលមានរូបស្អាតណាស់ប្រែបើមានសេចក្តីថាអញ្ចឹងវិសុពមាននប់នេះឪពុកក៏តែងព្រៀនបដៅយកសាសនាព្រាមមកបដៅថាអ្វីទាំងអស់របស់មនុស្សបានពីព្រះអតិទេពលោកឲ្យទាំងអស់អត់មានធ្វើអីខ្លួនឯងទេតែបានទេញោមណាតែប្រាប់កូនហ្នឹងដូចជាអ្នកកើតមកមានអាយុវែងក៏ព្រះឲ្យអ្នកកើតមកអាយុខ្លីក៏ព្រះឲ្យយ៉ាងអ្នកកើតមកមានសុខភាពល្អក៏ព្រះឲ្យអ្នកកើតមកមានសុខភាពមិនល្អក៏ព្រះឲ្យស្អីក៏ព្រះទាំងអស់ពើសម្បល់ស្អាតក៏ព្រះឲ្យពើសម្បល់អាក្រក់ក៏ព្រះឲ្យយ៉ាងមានបុណ្យស័ក្តិធំក៏ព្រះឲ្យបុណ្យស័ក្តិតូចក៏ព្រះឲ្យមានទ្រព្យសម្បត្តិច្រើនក៏ព្រះឲ្យទ្រព្យសម្បត្តិតិចក៏ព្រះឲ្យសត្វតែព្រះទាំងអស់អ្នកកើតក្នុងត្រកូលខ្ពង់ខ្ពស់ក៏ព្រះឲ្យកើតត្រកូលទាបថោកក៏ព្រះឲ្យអ្នកមានឆ្លាតឆ្លៀវឆ្លាតមានបញ្ញាក៏ព្រះឲ្យអ្នកដែលល្ងងក៏ព្រះឲ្យសត្វព្រះឲ្យទាំងអស់នេះលទ្ធិខាងសាសនាព្រាហ្មណ៍បានអញ្ចឹងសុភមាននោះក៏មិនជឿតែទេដូចជាគ្មានហេតុផលអីច្បាស់លាស់នៅតែគាត់មិនជឿចេះតែឆ្ងល់ទៅសួរអ្នកណាក៏អត់ដឹងសួរពួកព្រាហ្មណ៍គ្នាឯងហ្នឹងក៏អត់បញ្យល់បាននឹងចឹងដល់ពេលដែលព្រះសម្មាសម្ពុទ្ធបរមគ្រូយើងលោកត្រាស់ដឹងឡើងនៅក្នុងលោកនេះហើយវាល្បីលឺទូទានៅក្នុងចម្ពោះប្រទេសឥណ្ឌាគឺល្បីដែលព្រះពុទ្ធលោកត្រាស់ដឹងឡើងល្បីតែសមណៈគោតមបានចេញចាកត្រកូលទៅបួសឥឡូវបានត្រាស់ដឹងជាសព្វញ្ញូពុទ្ធមានបញ្ញាដ៏ក្រៃលែងលើលោកតែបញ្ញានេះគេល្បីចឹងនរណាចង់សួរអីក៏ដឹងនរណាសួរអីក៏ប្រាប់បានវាល្បីបញ្ញាណែប្រាប់ឲ្យច្បាស់បងយល់ញ៉ែច្បាស់តែអញ្ចឹងទៅក៏សុភមេតបក៏គិតថាថ្ងៃណាបានជួបនឹងព្រះសមណគោតមនឹងលើកបញ្ហាដែលឆ្ងល់ហ្នឹងទៅសួរលោកយ៉ាងគិតនៅក្នុងใจវាល្បីក៏ក្រោករំពើតាំងចម្ពោះទ្វេតណាព្រះពុទ្ធលោកកើតក្រោយព្រាហ្មណ៍កើតក្នុងក្រមអធិពលរបស់ព្រាហ្មណ៍ក្នុងពូជពងវង្សតកូលនៅក្រមទាំងអស់ល្បីដល់ទេសកាលថ្ងៃមួយក៏ព្រះអង្គពុទ្ធដំណើរមកគង់សម្រាកនៅក្បែរភូមិរបស់សុភមាននោះក៏ពួកប្រជាពលរដ្ឋបរិស័ទពួកមហាជនដូចញោមញាតិយ៉ាងឯងផងធម្មតារបស់អីដែលវាកើតឡើងថ្មីវាផុសផលខ្ញុំក៏ក្រៅរំពើឲ្យនិយាយតហ្នឹងអូនៅសមណៈគោតមចេញចាកអំពីសច្ចៈត្រកូលទៅបួសឥឡូវត្រាស់ដឹងជាពុទ្ធមានបញ្ញាដល់ក្រៃលែងបងប្អូនផ្អើលចង់ដឹងពួកមនុស្សម្នាមកចង់កើតរំពើអញ្ចឹងទៅក៏នាំគ្នាទៅជាទាំងកងទាំងក្រុមទាំងពួកធ្វើដំណើរទៅហោហែទៅមើលប្រពន្ធអញ្ចឹងពាក្យនោះវាលឺដល់សុភមាននោះក៏ថាអញ្ចឹងបានឯសេចក្តីសង្ឃឹមប្រាថ្នារបស់គាត់បានហើយអញ្ចឹងគាត់នឹងទៅជួបនឹងព្រះសមណគោតមឲ្យសួរព្រះសមណគោតមពីចម្ងល់របស់គាត់ក៏ពួកមហាជនធ្វើដំណើរទៅប្រងព្រះបាក់ទឹកបាក់ដីទៅល្បីទៅជួបប្រពន្ធខ្លះចង់ទៅឃើញរូបរាងតែប្រពន្ធក្នុងរូបរាងអម៉េចខ្លះចង់ទៅស្ដាប់ធ្វើរបស់ប្រពន្ធលោកសំដែងថាម៉េចខ្លះនឹងចង់ទៅសាកសួរពីបញ្ហាអ្វីដែលខ្លួនឆ្ងល់ហ្នឹងសត្វតែមានបំណងព្រោះមនុស្សទៅកក់ប្រែកប្អូនផ្អើលទៅហ្នឹងអានឹងសុភមានអុកក៏ទៅជាមួយគេដល់ទៅដល់
ហើយគាត់ក៏ធ្វើការសំណេះសំណាលរាក់ទាក់ពោលពាក្យដែលគួរនឹកគួររលឹកអញ្ចឹងណាសំដែងនៅការរីករាយដែលបានជួបក្នុងព្រះពុទ្ធដល់រួចហើយគាត់ក៏អង្គុយក្នុងទីចំពោះព្រះភ័ក្ត្ររបស់ព្រះពុទ្ធនឹងទៅក៏លើកបញ្ហាដែលគាត់ឆ្ងល់សួរព្រាមគឺថាបបិទ្ធព្រះគោតមដ៏ចម្រើនខ្ញុំនេះអ្នកកាន់សាសនាព្រាហ្មណ៍ពីក្នុងសាសនាព្រាហ្មណ៍គេថាអាយុវែងអាយុខ្លីស្អីអីទាំងអស់ហ្នឹងគេថាព្រះប្រទានឲ្យតែទាំងអស់ហើយបើខ្ញុំដូចជាមិនជឿតើព្រះសមណគោតមយល់យ៉ាងណាដែរសួរទៅកាន់បើថាអង្គយល់យ៉ាងណាដែរបានប្រពុតលោកឆ្លើយធម្មនាព្រាហ្មណ៍គឺសត្វទាំងអស់នោះវាប្រព្រឹត្តទៅតាមកម្មទេកម្មនាវតតីលោកកោសត្វលោកប្រព្រឹត្តទៅតាមកម្មតាមការងារដែលខ្លួនធ្វើតែគ្មានអ្នកណាឲ្យទេបានលោកលើកហេតុប្រាប់នោះថាអ្នកដែលមានអាយុវែងមកពីមិនដែលសម្លាប់សត្វខ្លួនឯងទេអ្នកធ្វើនោះមិនមែនព្រះឲ្យមកពីយើងមិនដែលសម្លាប់សត្វមកអាយុវែងអ្នកដែលអាយុខ្លីគឺអ្នកហ្នឹងសម្លាប់សត្វមកបំបត្តិជីវិតគេណាហើយអ្នកដែលមានសុខភាពល្អកើតមកសុខភាពល្អមកជីវិតណាគាត់តែឈឺក្បាលវិញមុខអីបន្តិចបន្តួចទៅលេបថ្នាំប៉ារ៉ាបើអីទៅថៃលីណាក៏ជាទៅនេះនឹងគេមិនបញ្ញាមិនបង្អើនមិនបំភ័យសត្វដទៃឲ្យភ័យខ្លាចរន្ធត់ហ្នឹងណាដូចជាបញ្ញាបង្អើនមនុស្សដូចគ្នាដឹងតែគ្នាខ្លាចខ្មោចទៅធ្វើខ្មោចលោមកឲ្យគ្នាភ័យញើអញ្ចឹងទៅបង្អើនសត្វអញ្ចឹងទៅបង្អើនភ័យអាហ្នឹងគេមិនទៅបៀតបៀនយ៉ាងទេបានគេកើតមកមានសុខភាពល្អឬអ្នកដែលមានសុខភាពមិនល្អមកពីអ្នកហ្នឹងទៅបញ្ញាបង្អើលបំភ័យសត្វដទៃឲ្យភ័យខ្លាចគេឈឺកើតមកសុខភាពមិនល្អប៉ុន្តែអាយុវែងអាយុ70-80គេលេបថ្នាំរាល់ថ្ងៃទៅថ្នាំជាប់ទៅផងនេះពុទ្ធរូបសម្ដែងបានរួចអ្នកកើតមកមានពើសម្បុរល្អអ្នកនោះមិនសូវខឹងទេគេមិនសូវមានទោសៈចំកំហឹងអីទុកទេបងយ៉ាងមានកំហឹងបន្តិចបន្តួចទៅក៏គេរំសាយចោលទៅវិញអ្នកដែលកើតមកមានពើសម្បុរអាក្រក់ហ្នឹងគឺជាអ្នកដែលមានកំហឹងនោះវាច្រើនណាស់មួយថ្ងៃឆឹងនឹងប្រមាណដងចង់គំនុំនឹងទុកក្នុងចិត្តហើយញោមញាតដឹងថាណាទៅអ្នកខឹងច្រើនណាញោមញាតដឹងណាអ្នកខឹងច្រើនដែរបើតាមយើងសិក្សាមើលទៅថាញោមញាតស្រីហ្នឹងខឹងច្រើនខឹងក្នុងប្តីនោះផងខឹងក្នុងកូននោះផងឲ្យមួយថ្ងៃនេះនឹងប្រមាណដងអានេះអាត្មាប្រាប់អីដឹងបើអញ្ចឹងទៅសំឲ្យបន្ធូរបន្តឲ្យសេចក្តីខឹងច្រើនឲ្យស្រាលលើបងតែខឹងច្រើនក៏ជាអនាគតទៅមានពើសម្បុរអាក្រក់ហើយបងកុំថាគេមានលេមានអីលៀបជួយនោះអត់រួចជួយរួចទេណាញោមយល់លំអធម្មជាតិណាលៀបលេបន្តិចបន្តួចទៅល្អសម្បុកខ្មៅក៏គ្រីនឲ្យជីងគក់ញោមទៅលៀបមិនបងអាហ្នឹងតោលោកប្រាប់ថាខឹងច្រើនដូចអ្នកដែលកើតមកគេមានត្រកូលគេបានសុខសួស្តីចម្រើនថាអ្នកហ្នឹងគេត្រេកអរចំពោះជនដទៃដែលមានសេចក្តីសុខក៏លេចមើលទៅខ្នាតមនុស្សក្នុងភូមិអូយគ្រួសារនេះគេបានសុខចម្រើនសួស្តីសេរីមង្គលប្តីប្រពន្ធគេក៏ល្អល្អឿនក្នុងគ្នាដូចជាមានកូនមានចៅក៏និយាយគ្នាស្ដាប់បានមើលទៅសុខស្ងប់ស្រួលសម្លឹងមើលទៅឃើញយ៉ាងគេត្រេកអររីករាយតាមសេចក្តីសុខរបស់ត្រកូលគេត្រេកអរមុទិតាទាំងអស់បើគឺប៉ុណ្ណឹងញោមបានបន់គេដល់កើតជាអនាគតទៅបងគេមានសេចក្តីសុខសួស្តីបងយ៉ាងសេរីមង្គលធ្វើការរាជការអីក៏បានឡើងបន់បានស័ក្តិធំសម្រាប់អ្នកដែលមានបន់ស័ក្តិតូច
ថាសម្លឹងទៅឃើញគ្រួសារនឹងគេបានសេចក្តីសុខសប្បាយគឺឈឺចិត្តឆ្អិតទ្រូងនឹងគេអាម្ចាស់ខ្លួនគេអត់ដឹងទេว่าឯងពុញមាត់បាត់ដុំតែដើរនិយាយប្រាប់ញាតិអតិសតានឹងអាក្រក់ចេះមាននោះអាក្រក់ចេះនិយាយទៅគេតែម្ចាស់គេក៏អត់ដឹងអីទេនេះថាច្រណែនឈ្នេះនេះគេថាឈ្នេះនេះគេណាចិត្តរាននេះតែអញ្ចឹងជាក៏ជាអនាគតធ្វើការអីក៏មិនបានធំដុំគេមានចំណេះចេះដឹងក៏មិនបានឡើងធំទេក៏នៅតែស្មៀនឃុំនៅតែអីយ៉ាងបានទៅជាមេឃុំគេរួចទេព្រោះពុបកម្មចំណែននឹងទៀតគេរួចនេះកើតមកមានទ្រព្យសម្បត្តិច្រើនព្រោះគេបានបរិច្ចាគទ្រព្យសម្បត្តិគេធ្វើទៀតអ្នកដែលមិនសូវមានទ្រព្យសម្បត្តិខ្សោយគឺកំណាញ់ស្វិតស្វាញមិនបរិច្ចាគនឹងការធ្វើទានមិនជ្រះថ្លាទេបងអានេះហេតុវិញចឹងរិញកើតក្នុងត្រកូលខ្ពង់ខ្ពស់គេចេះគោរពចេះស្ដាប់លោកអ្នកប្រាជ្ញបណ្ឌិតគេសាកសួរចង់ដឹងចុះប្រសំទនិកដែលកើតក្នុងត្រកូលខ្ពង់ខ្ពស់គេចេះគោរពព្រះសង្ឃសមណៈចៅជាព្រះសង្ឃហ្នឹងហើយនឹងចាស់ព្រឹទ្ធាចារ្យអ្នកប្រាជ្ញបណ្ឌិតគោរពមេត្តាបិតាអីជាដើមដល់កើតជាអនាគតទៅកើតក្នុងត្រកូលឲ្យខ្ពង់ខ្ពស់អ្នកដែលពៀលដែលស្ទាវទំនើងសំបីតែម៉ែឪឯងនិយាយមិនស្ដាប់កំហោកខោកខំឲ្យម៉ែឪស្អីអីទៅណានេះអនាគតទៅកើតក្នុងត្រកូលថោកទាបហ្នឹងអញ្ចឹងវិញអ្នកដែលកើតមកមានបញ្ញាជ្រាលជ្រៅគឺគេខំរៀនខំសូត្រមានអ្នកប្រាជ្ញបណ្ឌិតណាមកគេស្កាត់ទៅជួបសាកសួរអីចឹងវិញអ្នកដែលល្ងងខ្លៅអបអិតបញ្ញាឮគេសម្ដែងធ្វើគេនិយាយពីធ្វើអីអ្នកបែរអត់ចូលវងគេតែកិច្ចឲ្យចេញបាទនឹងជាហើយពពុទ្ធលោកសម្ដែងប្រាប់ថាអញ្ចឹងអនុថាកម្មੰសតេវិភជ្ជតេយតិទាំងហេណបណៃតតាយៈថាការងារដែលមនុស្សធ្វើនឹងឯងដែលបែងចែកមនុស្សឲ្យខុសគ្នាណាល្អអាក្រក់មកពីអំពើនឹងឯងមានប្រអិនទេវតាណាឲ្យធ្វើដាក់ទំនាយើងអត់ទេដល់លោកបកស្រាយចឹងរួចឲ្យសុពមាននៅគាត់មានបញ្ញាគាត់ស្ដាប់បានគាត់យល់គាត់ថាព្រះគោដមដោយចម្រើននេះវាច្បាស់តែងគាត់ថាតែច្បាស់តែងដោយគេផ្ងារបស់ក្អមឆ្នាំងដែលមុខកាត់ក៏ឲ្យមានមាត់ដល់លើណាភ្លៀងមកក៏ស្រក់ចូលជុំមិនមែនក៏អត់ដឹងយល់តែឥឡូវស្រក់ចូលព្រោះនៅសោតទេអីដូចជាគេទៅទាញកណ្រោបយកគម្របទៅក្របរបស់ទៅយើងមើលអត់ឃើញគេទៅទាញអាក្រោយមើលឃើញរបស់ខាងក្នុងក៏ប្រាប់តែអញ្ចឹងព្រោះនៅសោតទេដូចគេប្រាប់មនុស្សដែរមកវិញផ្លូវបងលំវិញនៅណាឡែកកើតឲ្យគេប្រាប់អីណែកើតយើងបត់ទៅស្វាងឡើងពុំនៅសោដូចជាគេអុចភ្លើងទៅត្រូលបំភ្លឺក្នុងទីដែលងងឹតដើម្បីឲ្យមនុស្សមានភ្នែកឃើញរូបក្នុងទីងឹតបាទគាត់លើកឧទាហរណ៍ថាគាត់ស្ដាប់បានគាត់យល់ចឹងហ្នឹងបាទគឺថាបបិទ្ធប្រកោតដំដោយចម្រើនគាត់បដិញ្ញាសមាទានកាន់សាសនាថ្មីក៏វែងអាលទ្ធិបើគាត់ចោលអស់ភ្លាមក្នុងមុខហ្នឹងឯងមកស្ដាប់បានហ្នឹងក៏វែងចោលអស់ទៅអូឈប់ពឹងទេវតាបែនប្រព្រំអីហ្នឹងចាសំដល់នៅព្រះគោដមដោយចម្រើននេះសមាទានត្រៃសរណគមថ្វាយខ្លួនជាឧបាសកអីណាថាបបិទ្ធព្រះគោដមដោយចម្រើនខ្ញុំព្រះអង្គសូមដល់នៅព្រះគោដមដោយចម្រើនផងព្រះធម៌ផងព្រះសង្ឃផងជាទីពឹងទីរលឹកក្នុងចិត្តខ្ញុំស្មើដោយជីវិតក៏វែងអាចជំនឿចាស់លែងនឹកលែងនេះអស់បែរណាជ្រះថ្លាតែនឹងបរតនត្រ័យព្រះពុទ្ធព្រះធម៌ព្រះសង្ឃខ្ញុំមកគេមានបញ្ញាគេស្ដាប់បានក៏វែងចោលព្រោះវាជា2000ឆ្នាំមកហើយវាវែងចោលបងពីមុនមិនកើតនៅក្រុមអេតិពលរបស់ព្រាហ្មណ៍ទាំងអស់ឲ្យគាត់មេព្រាហ្មណ៍ផងគ្រូព្រាហ្មណ៍ផងតំណែងអាត្មាបញ្ជាក់ថាគេជ្រះថ្លាសុពមាននុក៏ជ្រះថ្លាក្នុងពុទ្ធឯសាបញ្ញាណា
ព្រោះវាល្បីមកថាព្រះអង្គមានបញ្ញាដល់ក្រៃលែងมันមានអាណាស្មើទេនេះប្រពន្ធញោមញាតស្ដាប់បានហើយអរគ្នាជ្រះថ្លានឹងប្រពន្ធគឺព្រះអង្គមានបញ្ញាព្រោះលោកឃើញអីដឹងអីដែលយើងមើលមិនឃើញលោកមកប្រាប់យើងម្ល៉េះហើយត្រូវតែជឿព្រោះប្រពន្ធហ្នឹងហើយប្រពន្ធនេះមួយយ៉ាងគេថាជាស្ដេចនៃអ្នកប្រាជ្ញគឺស្ដេចរបស់អ្នកប្រាជ្ញដែលដឹងគ្រប់ដល់សោតអមប្រាប់នៃរតនៈពុទ្ធរតនៈហ្នឹងធម្មរតនៈធម្មរតនៈគឺព្រះធម៌នៅគម្ពីរបត្រៃបិដកធ្វើដែលព្រះអង្គសម្ដែងបាននៅក្នុងគម្ពីរបត្រៃបិដកទាំងអស់ព្រះធម៌មានតែឈ្មោះអត់មានរូបមានតែឈ្មោះជាទ្រឹស្ដីពុទ្ធសាសនាតបរិយត្តិគេប្រាប់ផ្លូវគេបញ្យល់យើងពីការធ្វើទានត្រូវធ្វើបែបនេះការធ្វើសិលត្រូវបែបនេះចម្រើនសមាធិអីទៅបែបហ្នឹងអានឹងជាទ្រឹស្ដីព្រោះយើងមានទ្រឹស្ដីហ្នឹងរហូតដល់មកសម្រាប់ដែលញោមញាតរៀនអីអស់នេះត្រូវទៅជួយការងារត្រូវទៅរៀនទ្រឹស្ដីសិនបានយកមកធ្វើការប្រពន្ធលោកមិនរៀនជាងពីបញ្ញមអត់ខុសចឹងទេយ៉ានេះព្រះធម្មរតនៈហើយញោមញាតដែលប្រាថ្នាចង់ចេញចាកទុកបានតើបដិបត្តិក្នុងអរិយមគ្គហ្នឹងឯងខុសពីអរិយមគ្គគ្មានពីទីណាដែលចេញរួចទេអត់មានទេបើមានមានសិលសមាធិបញ្ញាហ្នឹងឯងវិសិលសមាធិបញ្ញាហ្នឹងព្រះសម្មាសម្ពុទ្ធនិងព្រះអរហន្តលោកបានធ្វើដំណើរតាមហ្នឹងឲ្យចេញចាកទុកបានឯសាបដិបត្តិតាមដែលបានលោកសម្ដែងទុកឲ្យយើងហ្នឹងបដិបត្តិតាមក្រោយដើម្បីនឹងចេញចាកសង្សារទុកទៅកាន់ព្រះនិព្វានបានហើយសម្រាប់ព្រះសង្ឃមានពីរពួកមួយហៅថាអរិយសង្ឃព្រះសង្ឃជាសាវកពលដែលលោកកំចាត់កិលេសអស់ហើយដែលលោកកំចាត់កិលេសអស់កំចាត់ដោយអីតែកំចាត់ដោយសិលដោយសមាធិបញ្ញាហ្នឹងឯងសិលសម្រាប់កំចាត់កិលេសចិនគ្រូគ្រាសមាធិកំចាត់កិលេសចិនកណ្ដាលដែលស្រោបចិត្តបញ្ញាគឺកំចាត់កិលេសដែលល្អិតកិលេស3ថ្នាក់3ជ្រុងណាបើក្នុងចិត្តសង្កត់ចិត្តយើងកិលេសគ្រាគ្រើមគ្រាកិលេសចិនកណ្ដាលកិលេសចិនល្អិតនេះគេហៅអរិយសង្ឃអស់កិលេសព្រះសង្ឃសាវកលោកបរិនិព្វានផុតអស់ហើយសប្តាហ៍នេះនៅតែសម្មតិសង្ឃអាត្មាក៏សម្មតិថ្ងៃនេះទៅពួកសម្មតិព្រះសង្ឃដែរលោកមានកិលេសក្រោធក្រៀតដូចតែញោមមានរាគៈមានទោសៈមានមោហៈក៏ប៉ុន្តែលោកជ្រះថ្លាក្នុងពុទ្ធសាសនាលោកទៅបព្វជិបួដែលលោកសិក្សានៅព្រះបរិយត្តិធម៌គឺប្រត្រៃបិដកនោះហើយដើម្បីនឹងអប់រំកាយបន្ទង់ចិត្តកាយវិជ្ជាចិត្តរបស់លោកហើយលោកឆ្លៀតឱកាសនឹងសម្ដែងប្រាប់ដល់ញោមញាតិពុទ្ធបរិស័ទអំពីពុទ្ធសាសនានេះជាសង្ឃរតនៈអរិយសង្ឃអស់ហើយញោមញាតិនៅតែព្រះសង្ឃសម្មតិព្រះសង្ឃដែលលោកជាប់ជំពាក់កិលេសដូចតែយើងដែរហើយវាយ៉ាប់តែខ្លួនឯងកំពុងតែកើតរោគមានកិលេសដែលឈឺទៅបដៅញោមនោះយ៉ាប់ដែរបាទហើយគេថាគិញគក់លក់ថ្នាំស្រែងខ្លួនឯងកំពុងតែកើតស្រែងតែว่าឈឺបដៅញោមញោមនឹងធ្វើម៉េចទៅញោមណានឹងវាជួយផ្ដល់គ្នាទៅវិញទៅមកហើយសម្រាប់ញោមញាតិពុទ្ធបរិស័ទជាក្រហមនេះហើយនឹងបព្វជិតហ្នឹងប្រពន្ធលោកហាមណាគេថាបព្វជិតហ្នឹងគេត្រូវតែរួបរวมគ្នាជានិច្ចអត់បែកគ្នាបានទេអត់មានបែកគ្នាបានអស្មិម្នាក់ឲ្យបែកបាក់គ្នាបានទេកាលណាបើយើងបែកបាក់គ្នាទៅត្រូវអន្តរាយទាំងអស់ផងដូចបច្ចុប្បន្នសប្តាហ៍ថ្ងៃញោមញាតិមើលដែលញោមញាតិស្គាល់ពុទ្ធសាសនាបានដោយសារព្រះសង្ឃទេណាពុទ្ធបរិនិព្វានផុតហើយ
ព្រះធម៌នៅតែក្នុងគម្ពីរតែសាមានប្រសពបានញោមញាតសាងវត្តសាងអារាមឲ្យជាភូមិសម្រាប់ព្រះសង្ឃនៅណាចាំបើអត់ព្រះសង្ឃតែញោមញាតវាពិបាកសាងឲ្យទៀតឲ្យវាស្បប់ឈឹងនៅបាត់ពុទ្ធសាសនាអស់បានព្រះសង្ឃហ្នឹងជារូបភាពដែលឲ្យញោមញាតពុទ្ធបរិស័ទនោះឃើញច្បាស់ស្គាល់ថាពុទ្ធសាសនាហើយលោកនាំយកធម៌វិន័យដែលសិក្សារៀនសូត្របានមកបង្ហាញប្រាប់ញោមញាតអ្នកទាំងពីរនេះមានគុណដល់គ្នាទៅវិញទៅមកញោមញាតមានគុណនឹងព្រះសង្ឃមានគុណនឹងញោមញាតនោះសំដែងនោះពុទ្ធសំដែងញោមញាតមានគុណត្រង់ណាហើយញោមញាតមានគុណត្រង់ដែលញោមញាតនឹងជ្រះថ្លាប្រគេននៅបច្ច័យទាំងឡាយ4ហ្នឹងមានស្បង់ជីវរហាបិណ្ឌបាតទីសេនាសនៈវត្តអារាមទាំងមូលហើយនឹងឆ្នាំជាបារោគជួយដល់ព្រះសង្ឃបើព្រះសង្ឃយើងលោកមានធ្វើការចំនួនជួយប្រែស្រែកការមិនមានទេពុំមានការសិក្សារៀនសូត្រព្រះធម៌វិន័យប៉ុន្តែឯងពុញោមទំនុកបំរុងញោមចិញ្ចឹមព្រះសង្ឃទុកដូចជាថែរក្សាពុទ្ធសាសនាឲ្យគង់វង្សនៅចឹងឯងតែបាត់ព្រះសង្ឃអស់ឯងនេះចឹងតែមកនេះញោមណាត្រូវឲ្យញោមព្យាយាមហើយព្រះសង្ឃហ្នឹងជាស្រែបុណ្យរបស់ញោមទៀតញោមយកបច្ច័យ4ទៅសាបទៅព្រោះស្រែបុណ្យហ្នឹងទៅធ្វើទានហ្នឹងដើម្បីបានសម្បត្តិទ្រព្យហ្នឹងកើតមានឲ្យញោមញាតវិញអានេះតែពុទ្ធលោកសម្ដែងព្រះសង្ឃជាស្រែបុណ្យឬសម្រាប់ព្រះសង្ឃលោកសម្ដែងធ្វើប្រាប់ញោមញាតបើញោមមិនអាស្រ័យព្រះសង្ឃញោមទៅចេះធ្វើអីមានឱកាសណាបានរៀនណាស់ចេះដឹងបានឯសាព្រះសង្ឃលោកសម្ដែងប្រាប់ដូចថាលោកផ្ដល់សុគតិឲ្យញោមនឹងឋានសួគ៌ឲ្យញោមបានញោមអាចទៅបានហ្នឹងឯសាស្ដាប់ទើរបស់ព្រះសង្ឃហ្នឹងឯងបានអ្នកទាំងពីរមានគុណដល់គ្នានឹងគ្នាទៅវិញទៅមកតាមបានញោមញាតហើយសម្រាប់ញោមញាតដែលជាពុទ្ធបរិស័ទត្រូវសមាទាននៅប្រត្រៃសរណគមនឹងជាមុនសំយកពុទ្ធពធប្រសង្ឃជាទីពឹងទីរលឹកនិងញោមជាបរិស័ទក្នុងពុទ្ធសាសនាហើយប្រយ័ត្នកុំឲ្យដាច់ត្រៃសរណគមតែបានញោមដាច់ត្រៃសរណគមអានឹងទៅជាបរិស័ទចិនឌៀលអ្នកថោកទាបទៅយករតនៈដតីណាមកជាទីពឹងដូចជាញោមសមាទានទៅសមាទានសារណគមមកណាមិនឲ្យសិលអាត្មាឲ្យសិលញោមត្រូវសមាទានសារណគមនោះជាគោលសិននឹងបានជាឧបាសកបាសិកានៅក្នុងពុទ្ធសាសនាសារណគមនេះបើសាមណេរដែលពំបួសសាមណេរណាឡើងជាសាមណេរបានឡើងในសារណគមមិនឡើងในសាសិលទេណាញោមណាឲ្យដឹងចឹងសាមណេរនឹងសមាទាននៅបរិយសរណគមនោះពេញលេខលក្ខណៈឡើងជាសាមណេរវាអាចមិនសិលជាសិក្ខាបទរបស់សាមណេរដែលត្រូវរក្សាទេនឹងត្រូវឲ្យញោមយល់យ៉ាងណាលោកសមាទានសរណគមអវរតនត្រ័យនោះមកដាក់ក្នុងចិត្តលោកឡើងជាសាមណេរភាវៈគ្រប់គ្រាន់ពេញបបនឹងសិលរបស់សាមណេរគឺសំក្រោយទេសិលជាសាមណេរត្រូវសមាទានសិលសម្រាប់ញោមញាតដូចគ្នាវិញតែញោមញាតតែងសូមឋានៈធិមេញោមញាតសូមណដ្ឋិមេសរណង្អញ្ញំពុទ្ធោមេធម្មោមេសង្ឃោមេតែខ្ញុំវត្ថុដតីដែលជាទីពឹងទីរលឹករបស់ញោមញាតអត់មានទេមានតែពុទ្ធពធប្រសងវាយអីវាយរននិយាយស្ដាប់បានđã chọc đâu
ញោមសមាទាននៅបរតនត្រ័យហ្នឹងឲ្យជាប់ដោយញោមបដិញ្ញាថាវត្ថុដតីជាទីពឹងទីរលឹករបស់ខ្ញុំមិនមានទេមានតែពុទ្ធប្រទើប្រសងជាទីជឿនស្មើដោយជីវិតហើយបរតនត្រ័យទាំង3នេះប្រកែចឹងយានមន្តអាគមកិថាទៀតញោមមានសេចក្តីភ័យសេចក្តីតក់ស្លុតសេចក្តីព្រឺរោមឯណាកើតឡើងញោមរលឹកដល់ពុទ្ធប្រទើប្រសងនឹងបង្ក្រាបបានព្រោះពុទ្ធលោកសម្ដែងប្រាប់ពួកភិក្ខុដែលនៅព្រៃភិក្ខុនៅព្រៃជាងការមានពួកមនុស្សពួកបិសាចអីវាចាត់កាយទៅកំហែងគំរាមទៅអ្នកឲ្យលោកភ័យតក់ស្លុតព្រោះថាអេវងពុទ្ធំសរន្តានងធម្មសង្ឃញ្ញភិក្ខវោភយ៉ាងវាចាំពិតតាំងវាលោមអង្សោណែសតេធម្មនាភិក្ខុទាំងឡាយសេចក្តីខ្លាចសេចក្តីភ័យសេចក្តីរន្ធត់ឯណាកើតមានអ្នកទាំងឡាយចូលអ្នកទាំងឡាយរលឹកដល់អថាគតឬអ្នកទាំងឡាយរំលឹកដល់ព្រះធម៌ឬរំលឹកដល់ព្រះសង្ឃសេចក្តីខ្លាចសេចក្តីតក់ស្លុតសេចក្តីភ័យនឹងក្រាបបាត់ឥឡូវញោមញាតិយកទៅពិសោធន៍មើលតាមណាមានសេចក្តីភ័យខ្លាចណាកាលណាមិនបាច់ទៅនឹកអរុគអរៈទេវតាអ្នកតាអីទេអានឹងរតនៈខាងក្រៅទេឲ្យនឹកដល់ព្រះពុទ្ធអតិពិសោភិក្ខវេអរហង្គអីច្រើននេះបង្ក្រាបអសេចក្តីភ័យនោះបាត់អស់តែមានដៃជាចឹងទៀតណាបងបើយើងអត់ដឹងសមាទានពុទ្ធធម្មសង្ឃសរណង្គកិច្ឆាមិសូមដល់ពុទ្ធប្រសង្ឃជាទីពឹងទីរលឹកស្មើដល់អាយុជីវិតប្រយ័ត្នតែមានភ័យនៅទៅបន់និយាយទីណាអានឹងយកអានឹងជារតនៈទៅបន់តារាជណាយកតារាជជារតនៈនោះតំបងដែកអានឹងខុសឯងញញអត់ទេយើងត្រូវនឹកដល់ពុទ្ធប្រទើប្រសងគេមិនលះបង់ទេបងគេនឹកជាចិត្តខ្ញុំមានគេសពមានកិច្ចកម្មសាសនាព្រាហ្មណ៍ក៏មានជួបពុទ្ធឲ្យគាត់ស្ដាប់បានក៏ថ្វាយខ្លួនបដិញ្ញាយករតនត្រ័យក្នុងពុទ្ធសាសនាជាពឹងគាត់ក្រវែងរតនៈរបស់គាត់ចោលព្រាមរតនៈរបស់គាត់គឺអេសូនរាជព្រំក៏វែងចោលព្រាមតែមកនេះខ្ញុំមកអត់មានอะไรទេមកយល់ច្បាស់ណាស់ជាតឡាអសពពុទ្ធលោកមានបញ្ញាដល់ក្រៃលែងលើមនុស្សទាំងឡាយទាំងពួងហ្នឹងនឹងបរតនត្រ័យនៅក្នុងពុទ្ធសាសនាសម្ដែងប៉ុណ្ណឹងចឹងណាញោមណាគាត់ទៅបញ្ជាក់ថាពុទ្ធជាអ្នកប្រាជ្ញជាស្ដេចនៃអ្នកប្រាជ្ញដែលញោមជ្រះថ្លានឹងលោកដែលសារលោកមានបញ្ញាព្រះធម៌ជាទ្រឹស្ដីព្រះសង្ឃសមតិសង្ឃនៃលោកនៅថែរក្សាពុទ្ធសាសនាបើអត់ប្រសង់ណៃបាត់ឲ្យពុទ្ធសាសនាបើនឹងជារតនត្រ័យទាំង3របស់ញោមញាតិហ្នឹងត្រូវឲ្យតម្កល់ទុកឲ្យជាប់ក្នុងចិត្តដល់បានទេញោមណានេះអាត្មាសម្ដែងអំពីបរតនត្រ័យទាំង3ជាបញ្ជាក់ជាភាសាគឺបញ្ជាក់ថាពីពុទ្ធនឹងជាអ្វីថាពុទ្ធគឺជាមនុស្សដែលមានបញ្ញាក្រៃលែងជាងទេវតានិងមនុស្សឥតមានណាមានបញ្ញាស្មើនឹងពុទ្ធទេនឹងសម្ដែងបណ្ដាចៅពពេលវេលាច្រើននោះដល់10:47នាទីហើយបងចឹងធ្វើទេសនានេះក៏បានតែប៉ុណ្្នឹងទៅណាញោមណាប្រទានវិចែកជូនដល់ញោមឲ្យញោមញាតិស្គាល់រតនសាសនារបស់ខ្លួនឲ្យច្បាស់លាស់តានកុំចេះដើរស្វារោនេះរោនោះបងចឹងធ្វើទេសនាក្នុងឱកាសនេះក៏សន្មតថាចប់ដោយសន្តានតែប៉ុណ្ណេះឯងអេវ៉ាន់